ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអឿនសំអានមកពីក្រុម SV 2433អញ្ចឹងនេះគឺជា project ឲ្យតាក់ទងជាមួយនឹង LLM large language model អញ្ចឹងបើខ្ញុំដែលនេះគឺជា structure នៃ folder របស់ខ្ញុំនៃបង្កើតគឺមាន app មាន data ដែលខ្ញុំបានដាក់ចូលក្នុងហ្នឹងហើយមាននៅ data ផ្សេងទៀតដែលទាំងអស់គឺខ្ញុំកំពុងតែ train គឺខ្ញុំកំពុងតែបញ្ចូលវានេះហើយដោយសារអីគឺខ្ញុំ record ទៅសិនអញ្ចឹង data ខ្សល់ប៉ុន្មានទៀតគឺខ្ញុំនៅបន្ថែមតាមក្រោយនេះវាកំពុងតែ load នៅនេះអញ្ចឹងទៅហើយក្នុងនឹងដែរគឺខ្ញុំបានប្រើជាមួយនឹង model គឺ Queen ដែល model Queen ហ្នឹងគឺខ្ញុំបានតម្លើងពី Hugging Face តែ Hugging Face ហ្នឹងគឺខ្ញុំយក model Queen 2.5 ដែលនេះគឺជា server របស់ Queen ហ្នឹងដែលនេះគឺជាដែលប្រើនៅ port 8 កុដអញ្ចឹងខ្ញុំទៅឆៃមើលនេះអញ្ចឹងបើនេះ port 8កុដវានឹងចេញ model Queen មួយរបស់គេមកដែលខ្ញុំបាន download នេះនៅ Queen នឹងគឺ Queen 2.5 ទៅដល់ 3B parameter អញ្ចឹងទៅហើយអានេះគឺតែ work ធម្មតាគឺវាដើរធម្មតាវាលឿនហើយចំពោះអានេះគឺជា server របស់អានេះវាគឺជា server របស់ app ដែលខ្ញុំបាន create ឡើងនឹងមកហើយនេះគឺ connecting to Olama នេះហើយបន្ទាប់មកវាusing model គឺ Queen 2.5 ដល់ 3B ដែល Queen 3B ហ្នឹងគឺវា ready ហើយអញ្ចឹងហើយដែលអាហ្នឹងគឺខ្ញុំប្រើ port 5000អញ្ចឹងនៅក្នុងអា port 5នៅពេលដែលខ្ញុំចូលមកក្នុង port 5000ហ្នឹងវាប្រកាសជាចេញមកទាំង UI មួយដែលដាក់ថាខ្មែរ culture KX ខ្មែរ culture AI អញ្ចឹង topic របស់ខ្ញុំអញ្ចឹងtopic របស់ខ្ញុំហ្នឹងគឺធ្វើតាក់ទងជាមួយនឹងខ្មែរ culture AI នឹងឬក៏ history អីចឹងទៅហើយនៅពេលដែលខ្ញុំបញ្ចូលនៅវាតាក់ទងជាមួយនឹងdatabase ឬក៏ data set ដែលខ្ញុំបាន set ចូលទៅក្នុងហ្នឹងអញ្ចឹងវាប្រកាសជា output ជាមួយនឹងចម្លើយមកខ្ញុំវិញហើយ ខ្ញុំសាកតែជាមួយនឹងNo, I don't. ចឹងនៅពេលដែលនេះមកវានឹង load តាមសំណួរខ្ញុំដែលបានសួរហ្នឹងថា where is a go what ហើយខ្មែរ culture AI ហ្នឹងវានឹងធ្វើការ thinking ទៅលើសំណួរហ្នឹងអញ្ចឹងវាចាំពេលបន្តិចដែរអញ្ចឹងវានឹងប្រាប់មកវិញថាAngkor Wat ហ្នឹងវា located នៅ Cambodia ថា in the western part of the country ចឹងទៅហើយ more specifically ហ្នឹងវាត្រូវវានៅខេត្តសៀមរាបហើយសៀមរាប province អីចឹងទៅហើយវានឹងប្រាប់ថាមួយឬក៏អីចឹងហើយខ្ញុំអាចសួរថានិយាយថាគ្រាន់តែដាក់ Angkor Wat ចេះក៏វាចាប់នៅសំណួរខ្ញុំបានដែរអញ្ចឹងខ្ញុំដាក់តែ Angkor Wat ទេវានឹងធ្វើការ thinking មកភាសាទៀតអញ្ចឹង Angkor Wat ហ្នឹងគឺវានឹងដាក់មកចេះថាវាជា former ខ្មែរអីចឹងទៅ history ហ្នឹងគឺមិន began នៅប៉ុណ្នេះហើយarchitecture ហ្នឹងមិន layout UNESCO certified tourism conversation អីចឹងទៅហើយមួយខ្ញុំអាចនឹងតែជាមួយថា who built it unclear អញ្ចឹងដោយសារ it refer to អញ្ចឹងខ្ញុំត្រូវដាក់បញ្ជាក់អីច្បាស់ខាង who built Angkor Wat អញ្ចឹង topic របស់ខ្ញុំមិនថាមានតែមួយ topic តាក់ទងមួយ Angkor Wat ទេមានថា
អីផ្សេងតាក់ទងជាមួយនឹងខ្មែរ culture ទៀតអីចឹងទៅអញ្ចឹងចាំខ្ញុំនឹងតែឲ្យមើលអញ្ចឹងនេះវានឹងប្រាប់មកអីផ្សេងអញ្ចឹងហើយអញ្ចឹងដូចចូលអានេះគឺខ្ញុំទៅឧទាហរណ៍ជា topic បន្តខ្ញុំនឹងនិយាយអំពី Java-man ទី7អញ្ចឹងនៅពេលដែលខ្ញុំឲ្យចុច enter ទៅឲ្យវាទីឃើញវានឹង output data នឹងមកវិញឯង Wait a minute this like ew គឺវាគឺ data ដែលតាក់ទងជាមួយនឹងប្របាទស្អីប្រហែលទី7មកហើយអញ្ចឹងខ្ញុំអាចសួរទៅបដ ாய் who is Java Jaya yeah ចឹងចាំបានវាว่าจะខ្មែរ king អីចឹងវានឹងបង្ហាញ data ឬក៏ឆ្លើយដែលយើងសួរហ្នឹងគឺមកវិញមកនេះគឺខ្ញុំនឹងធ្វើការតេស្ត model queen នេះម្ដងអញ្ចឹងសេហើយ oh it's wrong why is called someoneអញ្ចឹងនេះគឺខ្ញុំតេស្តទៅលើ access model ឬក៏ model ដែលខ្ញុំបាន down យកមកហ្នឹងគឺគ្រាន់តែជាការ demo ខ្លះតាក់ទងជាមួយនឹង project របស់ខ្ញុំអញ្ចឹងខ្ញុំអត់ទាន់ complete ឲ្យ 100% ទេកំពុងតែរៀបចំ train data បន្ថែមទៀតដោយសារអីវាទៅតែបាន data ចំនួនតិចគឺតិចខ្លាំងទៅបានប្រហែលជា500 data អីគ្រប់អញ្ចឹងវីដេអូ demo របស់ខ្ញុំអញ្ចឹងក៏ដល់ទីបញ្ចប់អញ្ចឹងក៏សំខាន់របៀបវាគឺជាការ research អញ្ចឹងមានកន្លែងខ្លះគឺខ្វះខាតខ្លាំងហ្មងអញ្ចឹងអរគុណ